ការមិនប្រកាន់ខ្លួនកូនជាទីស្រឡាញ់ការប្រកាន់ខ្លួនសំដៅដល់ការគិតយកខ្លួនទៅប្រៀបជាមួយអ្នកដទៃឬយកអ្នកដទៃមកប្រៀបជាមួយខ្លួនការប្រកាន់ខ្លួនមាន3ប្រការគឺគិតថាខ្លួនឯងប្រសើរជាងអ្នកដទៃមួយគិតថាខ្លួនឯងអន់ជាងអ្នកដទៃមួយនិងគិតថាខ្លួនឯងស្មើនឹងអ្នកដទៃមួយការគិតទាំង3ប្រការនេះសុទ្ធតែមិនល្អទាំងអស់គិតថាខ្លួនឯងប្រសើរជាងអ្នកដទៃរមែងធ្វើឲ្យកើតការដំកើងខ្លួនដោយសម្គាល់ថាមិនមានអ្នកណាស៊ូជាមួយខ្លួនបាននឹងធ្វើឲ្យកើតការខ្នើសខ្នងប្រហើនហានខ្លាធ្វើអ្វីៗស្រេចតែចិត្តខ្លួនឯងសម្ដែងអកប្បកិរិយាមើលងាយមើលថោកអ្នកដទៃគិតថាខ្លួនឯងអន់ជាងអ្នកដទៃរមែងធ្វើឲ្យកើតការរុញរាក្នុងការងារអស់កម្លាំងចិត្តបាក់ទឹកចិត្តលែងប្រឹងប្រែងតទៅទៀតបណ្ដោយជីវិតទៅតាមយថាកម្មដូចចោលអណ្ដែតទឹកធ្វើឲ្យគេមើលងាយមើលថោកបានព្រោះតែខ្វះការតស៊ូប្រឹងប្រែងគិតថាខ្លួនឯងស្មើនឹងអ្នកដទៃរមែងធ្វើឲ្យកើតការក្រអឺតក្រទមមិនក្រែងចិត្តអ្នកណានិងមិនគោរពអ្នកដទៃព្រមទាំងមិនត្រូវការស្ដាប់អ្នកណាទាំងអស់ព្រោះប្រកាន់ថាអ្នកដទៃប្រហែលតែនឹងខ្លួនដែរក្នុងផ្លូវដែលត្រឹមត្រូវគឺមនុស្សយើងគប្បីគោរពជឿស្ដាប់ទន់ភ្លន់ប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីដែលសមរម្យគឺដល់ពេលត្រូវគោរពក៏គោរពដល់ពេលត្រូវស្ដាប់ក៏ស្ដាប់ដល់ពេលត្រូវទន់ភ្លន់ក៏ទន់ភ្លន់ដល់ពេលត្រូវរឹងប៉ឹងក៏រឹងប៉ឹងរៀបចំខ្លួនឲ្យចូលចោះជាមួយនឹងអ្នកដទៃសមរម្យជាមួយនឹងស្ថានភាពមនុស្សដែលឆ្លាតក្នុងការរៀបចំខ្លួនលោកហៅថាអ្នកធ្វើខ្លួនឲ្យបានសមរម្យអាចចងចិត្តមនុស្សដែលនៅជុំវិញខ្លួនបានការមិនប្រកាន់ខ្លួននេះជាមហាកុសលផ្នែកខាងការគោរពនិងទន់ភ្លន់អន់លំទោនប្រឆាំងជាមួយនឹងវិន័យជាមង្គលដ៏ឧត្តមមនុស្សទន់វិជ្ជាមេត្តាក្នុងចិត្តពោលមិនវឹបរិទ្ធគំនិតទូមានខ្លឹមសារសម្ដីមានន័យដូចស្ពានឬដូចជាយាននាំអ្នកដំណើរមនុស្សទន់រិះគន់តែទោសកំហុសត្រង់ត្រូវវិញនោះតែងដាក់ជណ្ដើរដំកើងមនុស្សល្អឲ្យរិទ្ធប្រសើរនាំអ្នកដំណើរដើរក្នុងផ្លូវត្រូវគារវចរនិវាតោចៈពីនេះស្មក់ស្ម័គ្រជាអ្នកនាំផ្លូវមង្គលឧត្តមផុតរឿងអាស្រូវនាំអ្នកដើរផ្លូវទៅទីខ្ពង់ខ្ពស់មួយគឺគាវៈគោរពកោតក្រែងពីរព្រះសម្ដែងមានន័យពិរោះនិវាតោចរនាំចេញចំលុះរួចផុតចាក់គ្រោះព្រោះដាក់ខ្លួនទៀបទន់ប្លន់ប៉ិតគំនិតឧត្តមរៀបកាយសំរុំនិយមសុភាពមិនមែនតន់ខ្សោយសូមឲ្យបានជ្រាបនេះគឺគុណភាពជីវិតពិតហោង